Cả nhóm tư sắc xa hạ tị đọc nắng hiện tròn cư từ tua ban để tệ cột một vị trí để sang nó cái ắt cất mà nam mà để tệ thầm đa tây cứ cái cất để tệ tăng một vị trí chẳng hiện tròn nhóm ban ở E hay nặng B từ lơ một vị trí tặng ở đây nhóm tiền này việc xua nên khi mua dân rồi tận lại đi cái gì ở tây tạ sơ là nên kêu dân sa kha rồi tận lại cái gìដែលខ្ញុំបានបន្តការសិក្សានៅប្រទេសអូស្ត្រាលីកាលពីឆ្នាំទៅគឺបន្តការសិក្សាថ្នាក់ទី10ហើយឆ្នាំហ្នឹងខ្ញុំជាសិស្សថ្នាក់ទី11នៅប្រទេសអូស្ត្រាលីហ្នឹងកត្តាដែលធ្វើឲ្យខ្ញុំជ្រើសរើសការសិក្សានៅប្រទេសអូស្ត្រាលីហ្នឹងគឺកត្តាទី1គឺមកពីចំណង់ចិត្តខ្លួនឯងដែលសារខ្ញុំឃើញថាការសិក្សានៅអូស្ត្រាលីហ្នឹងគឺវាមើលទៅគួរឲ្យចង់សិក្សាហើយវាមានកម្មវិធីសិក្សាច្រើនដែលខ្ញុំចង់សិក្សាស្រាវជ្រាវដោយសារខ្ញុំអត់ទាន់ដឹងពីចំណង់ចំណូលចិត្តខ្លួនឯងថាខ្លួនឯងចង់សិក្សាពីអ្វីនៅថ្ងៃអនាគតចឹងនៅពេលដែលខ្ញុំដឹងថានៅសាលាប្រទេសអូស្ត្រាលីហ្នឹងមានជម្រើសច្រើនសម្រាប់យើងជ្រើសរើសចឹងទៅខ្ញុំក៏ចង់ទៅសិក្សាស្វែងយល់បន្ថែមនៅប្រទេសអូស្ត្រាលីហ្នឹងហើយកត្តាបន្តទៀតហ្នឹងគឺមកពីមានគ្រួសារមានអីនៅប្រទេសអូស្ត្រាលីដែរហើយក៏គិតថាប្រទេសអូស្ត្រាលីហ្នឹងគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយណាមួយយើងមានបណ្ដាញមានបងប្អូនស្រាប់នៅនឹងផងចឹងវាធ្វើឲ្យស្រួលដល់ការទៅសិក្សានៅនឹងកម្មវិធីសិក្សានៅប្រទេសអូស្ត្រាលីបើធៀបទៅនឹងកម្មវិធីសិក្សានៅប្រទេសខ្មែរគឺខុសគ្នាខ្លាំងហើយបើធៀបទៅគឺកម្មវិធីសិក្សានៅប្រទេសអូស្ត្រាលីគឺស្រួលជាងប្រទេសនៅខ្មែរខ្លាំងដោយសារការសិក្សារបស់គេគឺគេមានមុខវិជ្ជាឲ្យសិស្សសិក្សាច្រើនប្រភេទមិនថាមុខវិជ្ជាទូទៅឬមួយក៏មុខវិជ្ជាតាក់ទងទៅលើជំនាញអីផ្សេងៗគឺមានផ្ដល់ឲ្យសិស្សទាំងអស់ហើយគេអត់ឲ្យយើងសិក្សាគ្រប់មុខវិជ្ជាដូចនៅខ្មែរដែលយើងសិក្សា9 10មុខវិជ្ជាទាំងអស់ទេគឺយើងអាចជ្រើសរើសមុខវិជ្ជាចំនួន6គេតម្រូវឲ្យយើងជ្រើសរើស6មុខវិជ្ជាដើម្បីមកសិក្សាខ្លួនឯងផ្ទាល់ដែលសម្របទៅតាមគោលដៅជីវិតរបស់យើងថាយើងចង់ធ្វើអីហើយយើងត្រូវរៀនមុខវិជ្ជាហ្នឹងសម្របទៅតាមអ្វីដែលយើងចង់ធ្វើនៅអនាគតហ្នឹងបើធៀបទៅគឺអត់សូវរវល់ទេដោយសារ6មុខវិជ្ជាហ្នឹងគឺយើងជាអ្នករើសខ្លួនឯងចឹងយើងដឹងថាយើងនឹងត្រូវរៀនអីខ្លះហើយណាមួយការងារការដែលគ្រូគេដាក់ការងារសិក្សាឲ្យសិស្សហ្នឹងក៏អត់សូវច្រើនទៅតាមនឹងដែរគឺភាគច្រើនគេអត់រឹតបន្តឹងលើការងារផ្ទះដូចជាលំហាត់ homework ការងារផ្ទះអីផ្សេងៗច្រើនទេគឺភាគច្រើនគឺគេធ្វើការងារនៅសាលាហើយគេទុកពេលឲ្យសិស្សទុកពេលសមរម្យឲ្យសិស្សហើយគេអត់របៀបថាដាក់កំហិតទៅលើសិស្សហ្នឹងឯងអញ្ចឹងគឺសិស្សគឺគាត់អត់មានអារម្មណ៍ថាគាត់តាំងតឹងនឹងការងារសាលាបើគិតទៅមុខវិជ្ជាដែលខ្ញុំចូលចិត្តក្នុងចំណោមមុខវិជ្ជាដែលខ្ញុំកំពុងរៀនហ្នឹងគឺមានមុខវិជ្ជាមួយដែលគេហៅថា Certificate 2 in Hospitality ដែលវាជាមុខវិជ្ជាមួយតាក់ទងទៅនឹងជំនាញផ្នែកការធ្វើការនៅក្នុង restaurant ឬមួយក៏ភោជនីយដ្ឋានអីផ្សេងៗគឺយើងសិក្សាពីការធ្វើម្ហូបការរក្សាសុវត្ថិភាពក្នុងចង្ក្រានបាយដែលខ្ញុំគិតថាវាជាមុខវិជ្ជាមួយដែលតាក់ទាញហើយណាមួយវាអាចជួយឲ្យយើងយល់ពីskill ខ្លះៗសម្រាប់ត្រៀមខ្លួនក្នុងការធ្វើការខាងមុខដោយសារយើងនៅក្មេងៗអញ្ចឹងនៅនោះដោយសារយើងអាចធ្វើការបានដែរអញ្ចឹងគឺវាអាចវឹកហាត់យើងសម្រាប់ការងារទូទៅនៅក្នុងវ័យសិក្សារបស់យើងហ្នឹងហើយវាក៏ចាំបាច់ណាស់ដែរនៅក្នុងជីវភាពរស់នៅយើងប្រចាំថ្ងៃដោយសារយើងធម្មតាយើងតែងចម្អិនម្ហូបអីនៅផ្ទះសម្រាប់គ្រួសារឬមួយក៏សម្រាប់ខ្លួនឯងអីជាដើមបើគិតទៅនៅនោះគឺចាប់ពីអាយុ14ឆ្នាំឡើងគឺអាចធ្វើការបានហើយចាប៉ុន្តែសម្រាប់ខ្ញុំដោយសារខ្ញុំជាសិស្សអន្តរជាតិចឹងគឺគេអាចឲ្យយើងធ្វើការតរយៈពេល24ម៉ោងនៅក្នុងមួយអាទិត្យទេអញ្ចឹងយើងអាចលើសម៉ោងបានចាការមានការងារហ្នឹងគឺវាអាចសម្រួលច្រើនមែនតើសម្រាប់ជីវភាពខ្លួនឯងហើយនឹងការសិក្សាដោយសារយើងទៅរៀនចឹងគឺយើងអត់ចង់ពឹងពាក់ទៅលើឪពុកម្ដាយយើងរហូតហ្មងឯងអញ្ចឹងយើងត្រូវរកចំណូលខ្លួនឯងខ្លះៗដើម្បីចំណាយទៅលើការចំណាយផ្ទាល់ខ្លួននិងណាមួយយើងក៏អាចជួយទៅលើការបង់សាលាថែមពីលើឪពុកម្ដាយយើងខ្លះបានដែរដើម្បីឲ្យមានតុល្យភាពក្នុងការបែងចែកពេលវេលាហ្នឹងគឺយើងត្រូវដឹងថាយើង
ចំណាយពេលវេលាយើងទៅលើអីខ្លះអញ្ចឹងយើងត្រូវបែងចែកឲ្យត្រឹមត្រូវពេលណាពេលរៀនពេលណាពេលធ្វើការពេលណាពេលលំហែកាយអីចឹងទៅដោយសារខ្ញុំធ្វើការភាគច្រើនគឺចន្លោះពីថ្ងៃពហុដល់ថ្ងៃអាទិត្យអញ្ចឹងមានន័យថាថ្ងៃសៅរ៍អាទិត្យខ្ញុំអត់សូវទនេទេតែខ្ញុំទនេពេលថ្ងៃអញ្ចឹងខ្ញុំអាចយកពេលហ្នឹងធ្វើការងារសាលាឬមួយក៏ធ្វើការងារផ្ទះហើយពេលទំនេរពីការសិក្សាចន្លោះថ្ងៃដែលខ្ញុំអត់ធ្វើការហ្នឹងគឺខ្ញុំក៏យកពេលហ្នឹងធ្វើការងារសិក្សាដែរចំណែកថ្ងៃចន្លោះពីថ្ងៃពហុដល់ថ្ងៃអាទិត្យហ្នឹងគឺខ្ញុំផ្ដោតសំខាន់ទៅលើការធ្វើការវិញការខ្ញុំទៅសិក្សាថ្នាក់ទី10ហ្នឹងខ្ញុំភាគច្រើនគឺទទួលបាននីតិ A គ្រប់មុខវិជ្ជាដោយសារនៅនោះគឺគេអត់គិតមួយឆ្នាំមួយនីតិធម្មតាទេគឺគេគិតនីតិតាមមុខវិជ្ជាអញ្ចឹងភាគច្រើនខ្ញុំបាន A ហើយនិង B ទៅលើមុខវិជ្ជាទាំងអស់ដែលខ្ញុំរៀនហ្នឹងការឆ្នាំទៅនៅក្នុងកម្រិតថ្នាក់ទី10ដែលថ្នាក់ខ្ញុំហ្នឹងគឺមានតែ5នាក់ឯងដែលទទួលបានលិខិតសិស្សឆ្នើមហ្នឹងចំពោះបងប្អូនណាឬមួយក៏អាណាព្យាបាលដែលគាត់ចង់បញ្ជូនកូនឬមួយក៏គាត់ចង់ទៅរៀនកម្រិតវិទ្យាល័យនៅប្រទេសអូស្ត្រាលីត្រូវតែរឹងមាំខ្លួនឯងមានភាពក្លាហានហើយនឹងត្រូវចេះរស់នៅលើខ្លួនឯងមានន័យថារស់នៅបែប independent គឺយើងត្រូវពឹងផ្អែកលើខ្លួនឯងសុទ្ធសាធអត់ត្រូវពឹងផ្អែកលើឪពុកម្ដាយទៀតទេយើងត្រូវចេះរស់នៅលើខ្លួនឯងហើយត្រូវមានភាពមោះមុតតស៊ូថាយើងត្រូវធ្វើម៉េចរកចំណូលមកខ្លួនឯងខ្លះអត់ត្រូវពឹងពាក់ទៅលើឪពុកម្ដាយរហូតទេដោយសារបើយើងទៅសិក្សានៅប្រទេសក្រៅគឺមានន័យថាយើងទៅរស់នៅដោយខ្លួនឯងហើយអញ្ចឹងមានន័យថាយើងកើតជាមនុស្សមួយធំពេញវ័យហើយអត់នៅជាក្មេងតូចរបស់ឪពុកម្ដាយទៀតទេអញ្ចឹងយើងត្រូវពឹងពាក់លើខ្លួនឯងហើយត្រូវមានភាពក្លាហានកុំខ្លាចនៅការរកការងារធ្វើឬមួយក៏សាកល្បងអ្វីថ្មីនៅប្រទេសគេហ្នឹងឯងអរគុណ